រឿងដំណើរស្វែងរកចំណីថ្ងៃដំបូងរដូវប្រាំងក្តៅហួតហែងគ្រួសារក្អែកពិបាករកចំណីណាស់មេក្អែករកបានចំណីក៏យកឲ្យកូនកូនក្អែកដឹងថាមេវាក៏ឃ្លានដែរថ្ងៃនេះកូនក្អែកសុំចេញរកចំណីដោយខ្លួនឯងមេបារបស់វាហើរតាមពីក្រោយកូនក្អែកហើរនាំមុខវាហើរលើដងទន្លេមកដល់ជាយភូមិមួយកូនក្អែកជួបកំប្រុកពាំចំណីវាចង់សាកឆីចំណីកំប្រុកទេវារឹងខ្លាំងណាស់កូនក្អែកឆីមិនកើតទេកូនក្អែកលាកំប្រុកបន្តដំណើរវាក៏ហើរសំដៅព្រែកមួយអូមានភេមួយកំពុងលេងទឹកវាហើរឆ្ពោះទៅរកភេកូនក្អែកចង់សាកឆីចំណីភេប៉ុន្តែវាជាចំណីឆៅអូទេកូនក្អែកបន្តការហោះហើរវាតម្រង់ទៅព្រៃម្ខាងព្រែកនៅចុងមែកឈើមានអ្វីខ្វើខ្វើកអូនោះជាមេអំបៅទើបនឹងចេញពីស្រោមមេអំបៅភ័យពេលឃើញកូនក្អែកតម្រង់មកវារើវើកមេអំបៅមិនទាន់ស្ងួតស្លាប់ទេអញវារបូតពីស្រោមហើយកូនក្អែកឃើញបែបនោះក៏ស្ទុះវឹងវាបោះពួយទៅរកមេអំបៅកំពុងធ្លាក់ចុះការពិតកូនក្អែកជួយមេអំបៅទេតើវាហើរឆ្វែលចុះឡើងរហូតមេអំបៅស្ងួតស្លាប់ក្រោយពីជួយមេអំបៅរួចក្អែកនឹកឆ្ងល់អ្វីជាចំណីរបស់មេអំបៅមេអំបៅប្រាប់ថាវាក្រេបផ្កាចប់ហើយក្អែកមិនចេះក្រេបផ្កាទេពេលនោះមេអំបៅបេះសង្ខ័រទុំឲ្យកូនក្អែកសាកសង្ខ័រទុំមានរសជាតិជូរអែមវាជារុក្ខជាតិដុះឯងតាមជាយព្រៃកុំថាកូនក្អែកសូម្បីតែមេបាក្អែកក៏ចូលចិត្តសង្ខ័រដែរវាជាថ្ងៃដំបូងរបស់កូនក្អែកវាអាចរកចំណីដែលវាចូលចិត្តវាក៏អាចហើរលេងជាមួយមេអំបៅក្អែកគឺជាបក្សីមួយប្រភេទមានសម្បុរខ្មៅសុទ្ធហើយដំណើរវាលោតក្អែកបូលឬសូរតែបងប្អូនណាខ្លះធ្លាប់ញ៉ាំផ្លែសង្ខ័រគឺជាដើមឈើតូចមួយប្រភេទមានបន្លាខប់និងផ្លែតូចនៅពេលវាទុំសម្បុរវាឡើងក្រមៅហើយមានរសជាតិជូរអែមយើងអាចញ៉ាំវាបានជួបគ្នាសៀវភៅក្រោយទៀតបាយបាយ